បុរសយកបាយឆ្អិនមកច្របាច់ធ្វើជាដុំមូលតូចហើយយកទៅព្យួរយ៉ាងប្រុងប្រយ័ត្ននៅលើមែកឈើចាស់ក្រោយភ្នំពេលដើមឈើទាំងមូលពេញទៅដោយដុំបាយគាត់ក៏អើចុះពីលើដើមឈើយ៉ាងលឿនរត់តិចត្រឡប់ទៅផ្ទះវិញទៅប្រាប់ប្រពន្ធដែលចូលចិត្តនិយាយដើមគេបំផុតថាដើមឈើបុរាណនៅក្រោយភ្នំនោះស្រាប់តែមានដុំបាយពេញដើមពេលឮដូច្នោះនារីដែលចូលចិត្តនិយាយដើមគេនេះក៏រត់ទៅក្រោយភ្នំភ្លាមពិតមែននាងឃើញដើមឈើពេញទៅដោយដុំបាយនាងថែមទាំងឡើងលើដើមឈើហើយខំសាកមួយម៉ាត់បន្ទាប់ពីបានបញ្ជាក់ហើយនាងក៏រត់ត្រឡប់ទៅភូមិវិញដោយរំភើបជួបអ្នកណាក៏ប្រាប់ថាដើមឈើចាស់ក្រោយភ្នំពេញទៅដោយដុំបាយដែរបើមិនប្រញាប់ទៅទេនឹងត្រូវគេយកអស់ហើយពេលអ្នកភូមិបានរឿងចម្លែកបែបនេះក៏នាំគ្នាតាមនាងឆ្លងកាត់ភ្នំពីរមកដល់ក្រោយភ្នំតែនៅចំពោះមុខពួកគេមានតែដើមឈើចាស់ទេស្អាតគ្មានដុំបាយសូម្បីតែកន្លះដុំក៏មើលមិនឃើញដែរទោះបីនាងមាត់ដាច់នោះពន្យល់យ៉ាងណាក៏ដោយគ្មានអ្នកណាម្នាក់ជឿពាក្យនាងទៀតទេអ្នកភូមិដែលត្រូវគេបោកមានកំហឹងជាខ្លាំងនាំគ្នាចង់រំនាងឲ្យប្រដៅនាងមួយទំហឹងពេលហ្វូងមនុស្សបែកគ្នាទៅវិញប្តីដែលលាក់ខ្លួនក្រោយទាំងថ្មធំទៅលូកខ្លួនចេញមកចំពោះប្រពន្ធគាត់ដែលចូលចិត្តបង្កឹងរឿងអស់សង្ឃឹមជាយូរមកហើយនាងរូបនេះមានឈ្មោះល្បីអាក្រក់ណាស់ក្នុងភូមិជិតខាងនរណាក៏ដឹងដែរថាមាត់នាងចូលចិត្តនិយាយបំផង់រឿងលោកយាយលីគ្រាន់តែនិយាយលេងជាមួយអ្នកជិតខាងថាប្រធានភូមិតែងតែញ៉ាំគូជីខ្មៅលុះឮដល់ត្រចៀកនាងវាក៏ខ្លាយទៅជាប្រធានភូមិក្បាលធំត្រចៀកធំដោយជ្រូកចូលចិត្តស៊ីលីមកឆ្កែខ្មៅទីបំផុតលោកយាយលីក៏ត្រូវគេវាយមកបីរំពាត់ដោយឥតកំហុសលីវអើនាងដែលអន់ស្រពន់ចិត្តយកមករកប្តីរបស់នាងមាត់វែងនោះដើម្បីនិយាយហេតុផលគាត់គ្រាន់តែស្ដាប់ដោយស្ងៀមស្ងាត់ក្រោយពេលលោកយាយលីទៅបាត់ប្រពន្ធដែលលាក់ខ្លួនក្នុងទ្រុងជ្រូកទៅប្រត់ចេញមកខ្លួនប្រាំពេញដោយលីមកជ្រូកធំក្លិនស្អុយអសោចសូម្បីប្តីនិងម្ដាយក្មេករបស់នាងក៏ស្អប់ខ្ពើមនាងយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងលាតត្រដាងរឿងឯកជនរបស់មិត្តភក្តិជិតស្និទ្ធបំផុតរបស់នាងពេញទីកន្លែងមានម្ដងមិត្តភក្តិរបស់នាងខឹងខ្លាំងរត់ដេញតាមនាងពេញព្រៃតែប៉ះសូម្បីតែជីអោរបស់នាងក៏មិនបានមិត្តភក្តិរបស់នាងខំប្រឹងស្ទុះទៅរកនាងរហូតដួលខ្វាក់ពុកពេញមាត់កំហឹងនេះគ្មានកន្លែងបញ្ចេញទេមិត្តភក្តិរបស់នាងក៏ងាកក្រោយហើយបញ្ចេញកំហឹងទាំងអស់ទៅលើប្តីរបស់នាងមាត់វែងនោះសូម្បីតែកូនស្រីគាត់ក៏រងទុក្ខដែរព្រោះគាត់តែនិយាយដើមកូនស្រីនៅមុខមិត្តរួមថ្នាក់នៅផ្ទះគាត់និយាយដើមមិត្តរួមថ្នាក់ធ្វើឲ្យកូនស្រីត្រូវមិត្តរួមថ្នាក់ដេញធ្វើបាបក្រោយចេញពីសាលាប្តីពោពេញដោយទុក្ខព្រួយគាត់ក៏មកក្រោយភ្នំរៀបរាប់ប្រាប់ដើមឈើចាស់គាត់អធិស្ឋានសូមឲ្យប្រពន្ធឈប់និយាយដើមគេសង្ឃឹមថាម្ដាយមានសុខភាពល្អនិងកូនរៀនពូកែនិយាយមិនទាន់ចប់ផងកាក់មាសប៉ុន្មានកាក់ស្រាប់តែធ្លាក់ពីលើដើមឈើមកចំពីលើក្បាលគាត់ស្គាល់ថាវាសុទ្ធវិក្រីខ្លាំងគាត់ចង់រត់ទៅផ្ទះប្រាប់ប្រពន្ធដល់ពាក់កណ្ដាលផ្លូវគាត់នឹកឃើញមាត់ប្រពន្ធគាត់ដែលមិនចេះបិទបាំងខ្លាចលើជាដំណឹងនាំឲ្យមានបញ្ហាគាត់ក៏វិលត្រឡប់ទៅកប់កាក់មាស100កាក់ក្នុងរណ្ដៅដេកវិញហើយយកដុំថ្មបិទបាំងយ៉ាងប្រុងប្រយ័ត្នពាក់កណ្ដាលអាធិប្តីដែលខំគិតយូរក៏រកឃើញវិធីមួយគាត់ឆ្លៀតពលឺព្រះច័ន្ទមកក្រោយភ្នំម្ដងទៀតយកបាយដែលបានរៀបចំទុកចេញមកច្របាច់ជាបាយដំណើបព្យូពេញមេឈើពេលភ្លឺភ្លាមគាត់ក៏ប្រាប់ដំណឹងនេះទៅប្រពន្ធជាការពិតប្រពន្ធមាត់វែងក៏ជាប់អន្ទាក់ភ្លាមប្រកាសដំណឹងនេះពេញភូមិយ៉ាងលឿនហើយនាំអ្នកភូមិទៅក្រោយភ្នំតែអ្នកគ្រប់គ្នាឃើញតែដើមឈើចាស់ទេស្អាតបាយក្តាំងកន្លះគ្រាប់ក៏គ្មានដែរអ្នកភូមិទ្រាំលែងបានក៏វាគាត់មួយទំហឹងនៅនឹងកន្លែងតែម្ដងពេលអ្នកភូមិចេញទៅប្តីដែលលាក់ខ្លួននៅក្បែរគិតថាប្រពន្ធខ្លួនលើកនេះប្រកាសជាកែប្រែហើយក៏យកកាក់មាសដែលកប់ទុកចេញមកវ៉ាងសឺហ្វូក៏ចាប់មួយហើយខំនឹងថ្មិញពេលដឹងថាជាមាសពិតក៏រំភើបរហូតសន្លប់អ្នកណាទៅដឹងថាពេលគាត់ភ្ញាក់ឡើងរឿងដំបូងគឺរត់ចេញទៅស្រែកថាក្រោយភ្នំមានមាសប្តីមិននឹកស្មានដល់សោះថាប្រពន្ធមិនត្រឹមតែមិនកែប្រែទេថែមទាំងកាន់តែខ្លាំងឡើងទៅទៀតតែលើកនេះទោះគាត់ស្រែកផ្ដេសបំពង់ក៏ប៉ុណ្ណាក៏ដោយអ្នកភូមិគិតថាគាត់និយាយផ្ដេសផ្ដាស់ទៀតហើយគ្មាននរណាម្នាក់ចង់ជឿគាត់ទៀតទេចាប់ពីថ្ងៃនោះមកនាងដែលចូលចិត្តនិយាយដើមគេនេះក៏បានស្ងប់ស្ងាត់វិញស្មោះត្រង់តាមប្តីជួររកធ្វើការលែងហ៊ានដើរនិយាយដើមគេទៀតហើយ